ចាជំរាបសួរខ្ញុំឈ្មោះខូនខនមកពីសហគមន៍ឧត្តមស្រែពោះការពារព្រៃមេតាធម្មជាតិខ្ញុំសូមសំណូមពរដល់អាជ្ញាធរគ្រប់រំដាប់ថ្នាក់ឲ្យជួយរកសត្វទូចដែលបាត់ក្នុងព្រៃមេតាធម្មជាតិនេះព្រោះចំនួនទូចដែលបាត់3ដងហើយម្ដងមេកូន2ម្ដង2វា6ទាំងអស់ហេតុដូច្នេះហើយមួយឆ្នាំបាត់ទូចនឹងសូមឲ្យអាជ្ញាធរជួយស្រាវជ្រាវរកអ្នកលួចទូចនេះឲ្យប្រជាពលរដ្ឋយើងខ្ញុំដែលខំការពារនេះផងព្រោះអីទូចនឹងវានៅក្នុងព្រៃនេះសុខសាន្តល្អណាស់ហេតុដូច្នេះបើបាត់ចេះតែលួចចឹងអត់គង់វងអីទេសូមឲ្យស្រាវជ្រាវឲ្យឃើញអាក្រោយនេះមកបើចឹងនៅតែលុបអំពៀនតាមបាច់តាមយករហូតទូចនឹងបាត់អាចុងក្រោយថ្ងៃទី4 ខែ 8 2026